សាទស្រីគ្រប់លក្ខណ៍មានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឆ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ប្រាសាទស្ថិតនៅចង្កេះភ្នំបាសិទ្ធភាគខាងជើង បើយើងធ្វើដំណើរពីភ្នំពេញទៅប្រាសាទ មានចម្ងាយប្រហែល 30 គីឡូម៉ែត្រ ប្រាសាទស្រីគ្រប់លក្ខណ៍សាងសង់អំពីឥដ្ឋ មានរាង 4 ជ្រុងទ្រវែង បែរមុខទៅទិសខាងលិច ដោយងាកមុខមុំប្រមាណ 2-3 ដឺក្រេទៅទិសខាងត្បូង ដោយមានទ្វារចូលនៅខាងលិច និង 3 ទិសជាតិជារចនាបថទ្វារបញ្ឆោត អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះ គឺមានសិល្បករកសាងឡើងក្របលើផ្ទាំងថ្មធម្មជាតិមួយ មានរាងចតុកោណបណ្ដោយជាទទឹង នេះជាលក្ខណៈដែលបញ្ជាក់ថា ប្រាសាទនេះស្ថាបនាមុនសម័យអង្គរ គឺនៅក្នុងរចនាបថមុនសតវត្សទី 9 ហើយភ្ជាប់ដោយរូងភ្នំធម្មជាតិតូចមួយ នៅក្រោមផ្ទាំងថ្មធម្មជាតិនោះ ការជ្រើសរើសទីតាំងដែលពាក់ព័ន្ធនឹងជំនឿមានស្រាប់ត្បិតមានរូងភ្នំទីទួលខ្ពស់ខ្មែរយើងតែងតែគិតថាជាជម្រកអាទិទេពរស់នៅ ម្យ៉ាងវិញទៀតផ្ទាំងថ្មមានរាងស្ដួចចុង និងរូងភ្នំនេះប្រហែលជាមនុស្សបុរាណប្រដូចទៅនឹងសិវលិង្គ និងទម្រើយូនីតធម្មជាតិ ហើយក៏មានទេពប្រុសនិងទេពស្រីប្រដូចទៅនឹងរូង ឬដីដែលជានិមិត្តរូប ហើយយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រប្រាសាទស្រីគ្រប់លក្ខណ៍វិញ មានអាយុកាលប្រហែល 1400 ឆ្នាំ តាមសិលាចារឹកការលេខ 78 ដែលរកឃើញនៅទីនោះបានបញ្ជាក់ថា ប្រាសាទនេះសាងសង់នៅសតវត្សទី 7 ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី 1 គ្រិស្តសករាជ 657 ដល់ 681 និងត្រូវបានឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងនិកាយព្រះឥសូរ ម្យ៉ាងវិញទៀតប្រាសាទស្ថិតនៅក្នុងអន្តរកាលរវាងរចនាបថព្រៃក្មេង និងកំពង់ព្រះ មានសំណង់ស្ថាបត្យកម្មប្រាសាទថ្មធំមួយ ជាស្ថាបត្យកម្មសម័យអង្គរ ស្ថិតនៅក្នុងរចនាបថកោះកេណ្ឌ បន្ថែមមួយទៀតនោះ ប្រាសាទបន្សល់ទុកនូវចម្លាក់បំណែកក្បាច់ផ្តែរ សសរស្តម្ភទេវរូបធំៗ ប្រាសាទស្រីគ្រប់លក្ខណ៍ ចំពោះក្បាច់លម្អស្ថាបត្យកម្មនៅប្រាសាទស្រីគ្រប់លក្ខណ៍ គឺមានក្បាច់ជាច្រើនដែលគួរឲ្យគេកត់សម្គាល់យកមកសិក្សា ក៏ដូចជាក្បាច់សសរពេជ្រ ក្បាច់លម្អលើផ្តែរទ្វារ និងក្បាច់វិមានអណ្ដែតនៅតាមជញ្ជាំង និងក្បាច់លម្អផ្សេងទៀតនៅតាមខឿន និងជញ្ជាំងរបស់ប្រាសាទ ការលម្អសសរពេជ្រនៅប្រាសាទ និងការលម្អសសរពេជ្រនៅប្រាសាទស្រីគ្រប់លក្ខណ៍ គឺមានរាងមូលដែលផ្នែកក្បាលសសរ សិល្បករលម្អជារូបក្បាច់ត្របកឈូក និងក្បាច់ថូទឹក ឬក៏ក្អមទឹក ដែលជាទម្រង់ជាទូទៅដូចដែលគេធ្លាប់ឃើញនៅតាមប្រាសាទផ្សេងៗទៀតដែលមានអាយុកាលនៅសតវត្សទី 7 និងដើមសតវត្សទី 8 ចំណែកឯការលម្អដែលទ្វារនៅទិសខាងកើតដែលធ្វើអំពីឥដ្ឋ គឺមានក្បាច់បន្ទាត់ជ្រុះរាងសំប៉ែតត្រង់ដែលលោកហេហរិយាទិធីយល់ថាជាការអភិវឌ្ឍរបស់ផ្តែរនៃទម្រង់ទី 1 ឬក៏បែងចែកការរចនាបថគំរូផ្តែរទ្វាររចនាបថព្រៃក្មេង គឺជាការផ្លាស់ប្ដូរសត្វមកនៅខាងចុងដែលធ្លាប់ឃើញនៅរចនាបថព្រៃក្មេង ទៅជាការអភិវឌ្ឍដែរ ទ្វារចូលទៅក្នុងរចនាបថកំពង់ព្រះដែលមានក្បាច់ខាងចុងជាវង់គូទខ្យងគួចឡើងលើ និងផ្នែកកណ្ដាលលម្អជាស្លឹកឈើ មានលក្ខណៈបែបនេះ គឺមានលក្ខណៈស្រដៀងទៅនឹងផ្តែរទ្វារប្រាសាទកំពង់ព្រះ ខេត្តកំពង់ឆ្នាំង និងប្រាសាទអណ្ដែត ខេត្តកំពង់ធំ មួយវិញទៀតក្បាច់វិមានអណ្ដែតនៅលើជញ្ជាំងប្រាសាទស្រីគ្រប់លក្ខណ៍ គឺមានគំរូវិវត្តន៍ឃ្លាតបន្តិច
ពីវិមានអណ្ដែតដែលគេធ្លាប់ឃើញនៅតំបន់ប្រាសាទសម្បូរព្រៃគុកដែលមានលក្ខណៈដូចច្រើនទៅនឹងវិមានអណ្ដែតនៃប្រាសាទភ្នំបាយ៉ុងខេត្តតាកែវលោកច័ន្ទរតនាធ្លាប់សិក្សាច្រើនអំពីចម្លាក់វិមានអណ្ដែតនៅតាមប្រាសាទសម័យមុនអង្គរចាប់ថ្នាក់ក្បាច់វិមានអណ្ដែតនៅលើជញ្ជាំងប្រាសាទស្រីគ្រប់លក្ខណ៍ចូលប្រភេទទី2បើយើងមើលទៅលើរូបរាងស្ថាបកម្មនិងក្បាច់លម្អគឺគេអាចដឹងថាប្រាសាទស្រីគ្រប់លក្ខណ៍មានទម្រង់ជាប្រាសាទដែលកសាងឡើងនៅសម័យមុនអង្គរនៅក្នុងសតវត្សទី7ឬក៏សតវត្សទី8បើនិយាយនៅក្នុងទេវកថាប្រាសាទស្រីគ្រប់លក្ខណ៍ការដែលជ្រើសរើសទីតាំងសម្រាប់កសាងប្រាសាទណាមួយគេច្រើនរើសទីតាំងណាដែលពាក់ព័ន្ធទៅនឹងជំនឿដែលមានស្រាប់ត្បិតថារុនភ្នំឬទីទួលខ្ពស់ខ្មែរច្រើនតែគិតថាជាកន្លែងជម្រករបស់ពួកអាទិទេពរស់នៅហើយមួយវិញទៀតផ្ទាំងថ្មដែលមានរាងស្ដូចចុងទៅនឹងរូនភ្នំនេះទំនងជាមនុស្សសម័យបុរាណប្រដូចទៅនឹងសេវលឹងនិងទម្រង់យោនីធម្មជាតិតែម្ដងដោយដែលលោកអង្គជូលៀងលើកអំពីក្នុងជំនឿជីវចរខ្មែរដុំថ្មទីទួលកូនភ្នំគេតែងចាត់ទុកថាជាអ្នកតាឬក៏ទេពប្រុសទេពស្រីប្រដូចទៅនឹងរូនភ្នំដែលជានិមិត្តរូបនៃតីមាតាសរុបសេចក្តីបើសរុបទៅប្រាសាទស្រីគ្រប់លក្ខណ៍ភ្នំបាសិទ្ធគឺជាស្ថាបកម្មប្រាសាទឥដ្ឋនៅសម័យមុនអង្គរមួយដែលគេសាងសង់ឡើងគ្រប់ពីលើផ្ទាំងថ្មនិងរូនភ្នំធម្មជាតិដែលមានស្រាប់ហើយទំនងគេចាប់ទុកផ្ទាំងថ្មជាសេវលឹងទេពប្រុសឬក៏រូនភ្នំជាទម្រង់យោនីតែម្ដងទេពស្រីដោយផ្អែកទៅតាមប្រភពពីសិលាចារឹកដែលគេបានរកឃើញនៅទីនោះផ្នែកលម្អស្ថាបកម្មរបស់ប្រាសាទគេអាចកំណត់អាយុកាលប្រាសាទស្រីគ្រប់លក្ខណ៍ជាប្រាសាទសង់នៅចុងរចនាបថព្រៃក្មេងដើមរចនាបថកំពង់ព្រះនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1គ្រិស្តសករាជ657ដល់681ពោលគឺស្ថិតនៅក្នុងសម័យចេនឡាមុនអង្គរដោយដែលធ្លាប់បានសិក្សាឡើងដោយលោកស្រី Mori Sin ប្រេសនីស្ទីនដូចនេះដែរ